អង្កេតការអាស៊ាន AOT ចូលមើលផលប៉ះពាល់នៃយោធាថៃវាប្រហារនិងវាបន្លាលួសច្រកអន្តរជាតិអូស្មាចអភិបាលខេត្តឧត្តរមានជ័យលោកមានច័ន្ទយ៉ាដានៅថ្ងៃប្រហ័សទី8ខែមករានេះបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអង្កេតការអាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាប្រហារនិងវាបន្លាលួសចូលមកលើច្រកអន្តរជាតិអូស្មាចលោកមានច័ន្ទយ៉ាដាបានលើកឡើងថាបន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃដែលបានប្រើប្រាស់អាវុធធ្ងន់ធ្ងរប្លង់ចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជាដែលបានបង្កមានការខូចខាតហត្ថរចនាសម្ព័ន្ធក៏ដូចជាផ្ទះសម្បែងនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំនៅព្រឹកថ្ងៃទី8ខែមករានេះលោកបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាប្រហារមកលើច្រកអន្តរជាតិអូស្មាច់សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យគួរឲ្យដឹងថាក្រុមអង្គការអាស៊ាន AOT ថ្មីនេះក៏បានចុះពិនិត្យផលប៉ះពាល់ស្ពានអូជីកដែលរងការខូចខាតដោយសារយោធាសៀមឈ្លានពានប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យព្រមប្រទល់ស្រុកស្រីស្នំខេត្តសៀមរាប